ជំរាបសួរលោកលោកស្រីអ្នកអាណាព្យាបាលសិស្សលោកអ្នកបានជ្រាបអត់អំពី MJQEF ដែលបានធ្វើបច្ចុប្បន្នភាពលើមុខងារជាច្រើនផ្ដល់នូវភាពងាយស្រួលជូនដល់លោកអ្នកក្នុងការចុះឈ្មោះកូនៗចូលសិក្សាឬបង់ថ្លៃសិក្សារួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាដំបូងលោកអ្នកអាចចូលទៅកាន់ MJQEF តាមរយៈទូរស័ព្ទដៃដែលអាចប្រតិបត្តិការទាំង12សាខានៃសាលារៀនអន្តរជាតិអាមេរិកាំងលោកអ្នកនឹងឃើញបញ្ជីឈ្មោះបុត្រធីតារួចចុចប៊ូតុងចុះឈ្មោះសូមពិនិត្យព័ត៌មានរបស់បុត្រធីតាវេនសិក្សាទីលំនៅបច្ចុប្បន្នក្នុងករណីមានការផ្លាស់ប្ដូរបន្ទាប់មកចុចប៊ូតុងបន្ទាប់ក្នុងទំព័រនេះលោកអ្នកត្រូវបំពេញព័ត៌មានបន្ទាន់ក្រៅពីមាតាបិតានិងព័ត៌មានផ្សេងៗទៀតក្នុងករណីមានការផ្លាស់ប្ដូរបន្ទាប់មកសូមចុចប៊ូតុងបន្ទាប់ត្រង់ផ្នែកទំនួលខុសត្រូវនិងកិច្ចព្រមព្រៀងរក្សាព័ត៌មានសម្ងាត់ពិតជាសំខាន់សូមអានខ្លឹមសារលម្អិតរួចគូសពាក្យឯកភាពបន្ទាប់មកទៀតសូមចុចប៊ូតុងបន្ទាប់ត្រង់ប័ណ្ណបញ្ជាផ្ទៃក្នុងក៏ដូចគ្នាសូមអានខ្លឹមសារលម្អិតរួចគូសត្រង់ពាក្យឯកភាពបន្ទាប់មកទៀតសូមចុចប៊ូតុងបន្ទាប់ត្រង់សេចក្តីបញ្ជាក់សូមអានខ្លឹមសារលម្អិតរួចអាប់ឡូតអត្តសញ្ញាណប័ណ្ណឬពិនិត្យឡើងវិញប្រសិនបើធ្លាប់បានអាប់ឡូតរួចគូសត្រង់ពាក្យឯកភាពបន្ទាប់មកទៀតសូមចុចប៊ូតុងបន្ទាប់សម្រាប់គម្រោងបង់ថ្លៃសិក្សាអាចជ្រើសរើសជាឆ្នាំឆមាសនិងត្រីមាសហើយលោកអ្នកក៏អាចជ្រើសរើសជំនាញទី1និងទី2រួមទាំងចូលរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីរួចចុចប៊ូតុងយល់ព្រមបន្ទាប់មកទៀតចុចប៊ូតុងរួចរាល់សូមត្រួតពិនិត្យឡើងវិញបន្ទាប់មកចុចប៊ូតុងបង់ប្រាក់ឥឡូវនេះតាមរយៈ ABA KHQR បន្តមកទៀតទាញយកបង្កាន់ដៃបង់ថ្លៃសិក្សាដើម្បីយកទៅបើកកញ្ចប់សៀវភៅនិងសម្ភារៈសិក្សាធ្វើតែប៉ុណ្ណឹងរួចជាការស្រេចក្នុងឱកាសបបវេសនកាលឆ្នាំសិក្សាថ្មី2026-2027សាលារៀនផ្ដល់ជូននូវអាហារូបករណ៍រហូតដល់ 20% សម្រាប់សិស្សថ្មីចូលរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីដែលឥតគិតថ្លៃនិងអត្ថប្រយោជន៍ជាច្រើនទៀតដោយគ្រាន់តែចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី8ខែសីហាឆ្នាំ2026បវេសនកាលឆ្នាំសិក្សាថ្មី2026-2027នឹងចាប់ផ្ដើមនៅថ្ងៃទី1ខែកញ្ញាឆ្នាំ2026ខាងមុខនេះព័ត៌មានបន្ថែមសូមទាក់ទង